បាទគ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាក៏ដូចជាអតិថិជនរបស់ CH Auto នៅក្នុងថ្ងៃនេះផងដែរខាង CH Auto បាននាំមកនៅរថយន្តមួយគ្រឿងទៀតហើយដែលមានលក្ខណៈពិសេសមែនទែនហើយក៏កម្រនឹងកាត់បានដែរបាទចង់ដឹងថាហេតុអ្វីបានជាប្រភេទរថយន្តកម្របាទបងប្អូនអាចកលេចមកមើលផ្លាកលេខបានបាទគឺ 2CR ដែលជាប្រភេទរថយន្តមួយដែលយើងអាចនិយាយបានថាជាប្រភេទរថយន្តกระดาษពុនណាបងប្អូនអរគ្នាបាទដែលទៅតែនឹងចាប់ផ្លាកលេខបានទៅតែមួយខែតែប៉ុណ្ណោះបងប្អូនអរគ្នាបាទគឺថ្មីខ្លាំងមែនតើដោយហេតុដែលខាងម្ចាស់គាត់លក់ឲ្យខាងប្អូនហ្នឹងគឺដោយសារតែគាត់លក់ដើម្បីផ្លាស់ប្ដូរស៊េរីរថយន្តអញ្ចឹងហើយគឺគាត់ខាតមកតង់ហើយបងប្អូនទាំងអស់គ្នាយកទៅប្រើប្រាស់គឺចំណេញខ្លាំងមែនតើបាទនៅខាងមុខបងប្អូននេះគឺជារថយន្ត Toyota Prius បាទ Option 3ដែលជាប្រភេទរថយន្តថ្មីខ្លាំងមែនតើបងប្អូនអរគ្នាខាងប្អូនធានាទៅកាន់ពុកម៉ែបងប្អូនអរគ្នាគឺរថយន្តនេះគឺអត់មានបុកប៉ះកាត់តយទេបងប្អូនអរគ្នាទឹកថ្នាំបងប្អូនអរគ្នាអាចមើលជាក់ស្ដែងនៅក្នុងវីដេអូដែលខាងប្អូនបានថតឲ្យពុកម៉ែបងប្អូនអរគ្នាអញ្ចឹងបាទគឺទឹកថ្នាំស្មើមែនតើបងប្អូនអរគ្នាអត់មានស្លអត់មានជ្រះពណ៌អីគ្នាទេពុកម៉ែបងប្អូនអរគ្នាគឺពណ៌គឺស្មើតែម្ដងដែលទឹកថ្នាំនេះគឺនៅ original ច្រើនមែនតើបងប្អូនអរគ្នាបាទអ្វីដែលកាន់តែធ្វើឲ្យរថយន្តមួយគ្រឿងនេះកាន់តែពិសេសពុកម៉ែបងប្អូនអរគ្នាបាទគឺរថយន្តនេះគឺទម្លាក់មកពីខាងរដ្ឋ California បាទរដ្ឋ California បងប្អូនអរគ្នាអាចដឹងស្រាប់ហើយរថយន្តដែលទម្លាក់មកពីខាងរដ្ឋ California គឺអត់មានពុកអត់មានច្រេះអីទេបាទចំណែកឯប្លុកម៉ាស៊ីនឡានដែលទម្លាក់មកពីខាងរដ្ឋ California បាទគឺខ្ចៅដឹងតែ7ពណ៌ឲ្យបងប្អូនអរគ្នាដោយសារតែរថយន្តដែលទម្លាក់មកពីខាងរដ្ឋហ្នឹងគឺអត់មានច្រេះអត់មានអីទេបាទសាច់ដែកគឺនៅខ្ចីខ្លាំងមែនតើគឺឡានសំណុំតែម្ដងបាទឥឡូវយើងចង់ដឹងថារថយន្តហ្នឹងប្លុកម៉ាស៊ីននៅថ្មីកម្រិតណាបាទឥឡូវយើងក៏លេខមកមើលប្លុកម៉ាស៊ីនទាំងអស់គ្នាតោះពុកម៉ែបងប្អូនគ្នាឥឡូវយើងក៏លេខមកមើលសាច់ម៉ាស៊ីនដែលទម្លាក់មកពីខាងរដ្ឋ California បាទបងប្អូនគ្នាអាចចំណាំបានបាទរថយន្តដែលទម្លាក់មកពីខាងរដ្ឋ California បាទគឺសាច់កាទែសាច់ម៉ាស៊ីនគឺនៅថ្មីបែបហ្នឹងបាទគឺពណ៌ទឹកប្រាក់តែម្ដងបើសិនជាប្រភេទរថយន្តដែលទម្លាក់មកពីខាងរដ្ឋដែលមានច្រេះដែលមានធ្លាក់ភ្លៀងក៏ដូចជាលិចទឹកអីបងប្អូនគ្នាបាទសាច់ប្លុកម៉ាស៊ីននេះគឺដឹងតែបែកផ្កាអំបិលហើយបាទដែលឃើញតាមប្លុកម៉ាស៊ីនហ្នឹងគឺសហ្នឹងបាទប៉ុន្តែរថយន្តមួយគ្រឿងនេះបាទបងប្អូនគ្នាអាចកលេចមើលបានសាច់ដែកគឺខ្ចីតែម្ដងបាទគឺអត់តន់មានបែកផ្កាអំបិលអីទេគឺសាច់ដែកពណ៌ទឹកប្រាក់តែម្ដងបើយើងកលេចមើលខ្ចៅខ្ចងវិញបាទបើយើងនិយាយអំពីប្រភេទខ្ចៅខ្ចងដែលស្ថិតនៅក្នុងរដ្ឋដែលលិចទឹកឬមួយក៏ធ្លាក់ទឹកកកពុកម៉ែបងប្អូនគ្នាបាទខ្ចៅខ្ចងគឺអត់បានប្រភេទ7ពណ៌អញ្ចឹងទេបាទខ្ចៅខ្ចងដែលប្រើប្រាស់នៅក្នុងរដ្ឋដែលធ្លាក់ទឹកកកគឺប្រកាសជាស្លោកអត់បានភ្លឺអញ្ចឹងទេបាទខ្ចៅខ្ចងរថយន្តមួយគ្រឿងនេះបាទបងប្អូនគ្នាអាចកលេចមើលបានខាងប្អូននឹងថតឲ្យចិត្តបាទខ្ចៅខ្ចងនេះគឺ7ពណ៌តែម្ដងអត់មានក្រមេអីណាពុកម៉ែបងប្អូនគ្នាបាទគឺខ្ចៅខ្ចង original ដែលទម្លាក់មកពីខាងសហរដ្ឋអាមេរិកតែម្ដងបាទបើយើងកលេចមើលសាច់ថ្នាំវិញបងប្អូនគ្នាបាទសាច់ថ្នាំនេះគឺធ្នេក៏ដូចជាកាយ៉ាវអីគឺអត់តមានបាត់សំបីតែមួយគ្រាប់ទេបាទគឺសាច់ថ្នាំ original តែម្ដងខាងប្អូនធានាទៅកាន់ពុកម៉ែបងប្អូនគ្នាដែលមានឯកសារធានាអីត្រឹមត្រូវបាទគឺជាប្រភេទរថយន្តមួយដែលមូលតែម្ដងបាទអត់មានបុកប៉ះអត់មានកាត់តឬមួយក៏ស្ងោបដូរពណ៌អ្វីឡើយពុកម៉ែបងប្អូនគ្នាបាទតោះពុកម៉ែបងប្អូនគ្នាផ្នែកប្លុកម៉ាស៊ីនគឺយើងបានពិនិត្យសពគ្រប់ហើយបាទឥឡូវយើងក៏លេខមកមើលផ្នែកខាងក្នុងវិញម្ដងយើងចង់ដឹងថាផ្នែកខាងក្នុងនេះគឺនៅថ្មីកម្រិតណាហើយមានលក្ខណៈពិសេសអ្វីខ្លះបាទនៅពេលដែលយើងបើកទ្វារមកដំបូងគឺយើងចាប់អារម្មណ៍ទៅលើតែមលេខកូដនៅតាមដៃទ្វារតែម្ដងបាទហើយចំពោះរថយន្តនេះគឺជាប្រភេទរថយន្ត Option 3អញ្ចឹងហើយគឺបំពាក់ទៅដោយ speaker JBL ពុកម៉ែបងប្អូនគ្នាបាទចំណែកឯដៃទ្វារនេះវិញបាទគឺខ្ចៅខ្ចងនៅតាមដៃទ្វារនេះគឺគ្មានច្រេះសំបីតែមួយគ្រាប់បាទផ្នែកខាងក្នុងវិញបាទគឺទំនើបខ្លាំងមែនតើបាទពុកម៉ែបងប្អូនគ្នាចំពោះឯដៃចង្កូតនេះគឺជាប្រភេទស្បែក original តែម្ដងបាទគឺនៅថ្មីមែនតើហើយផ្នែកខាងក្នុងនេះគឺបំពាក់ទៅដោយ touch screen អេក្រង់ធំពុកម៉ែបងប្អូនគ្នាបាទហើយកាមេរ៉ាខាងក្រោយនេះគឺយើងបានបំពាក់រួចរាល់ដែរបាទគឺមានកាមេរ៉ា backup នៅខាងក្រោយនេះទៀតបើយើងក៏លេខមកមើលស្បែកពុកនៅតាមកៅអីពុកម៉ែបងប្អូនគ្នាបាទគឺនៅថ្មីមែនតើអត់តមានរហែកសំបីតែមួយខ្លែបទេចំណែកឯផ្នែកខាងក្នុងអីបងប្អូនគ្នាអាចក៏លេខមើលតាមវីដេអូដែលខាងបងប្អូនបានបង្ហាញនឹងបានបាទផ្នែកខាងក្នុងនេះទាំងដៃចង្កូតស្បែកដៃចង្កូតនេះគឺជាប្រភេទស្បែក original មកពីខាងសហរដ្ឋអាមេរិកតែម្ដងបាទបងប្អូនគ្នាអាចមើលបាន
ក៏ដូចជាតាមតាបឡូនិងតាមអេក្រង់ touch screen អីគឺនៅដំណើរការល្អទាំងអស់បាទអត់ទាន់មានបាក់បែកអីទេផ្នែកខាងក្នុងនេះគឺនៅរក្សាភាពដើមបានថ្មីខ្លាំងមែនតើចំណែកឯផ្នែកខាងក្រោយវិញបាទផ្នែកខាងក្រោយនេះក៏ដូចគ្នាដែរបាទគឺធំទូលាយមែនតើដែលដាក់សមាជិកបាន3នាក់ក៏អត់ទាន់ទៅណាដែរបាទផ្នែកខាងក្រោយនេះនិយាយទៅផ្នែកខាងក្នុងនេះគឺនៅថ្មីខ្លាំងមែនតើពុកម៉ែបងប្អូនគ្នាហើយចំណែកឲ្យ option វិញក៏មានច្រើនដែរពុកម៉ែបងប្អូនគ្នាអាចមកតេស្តសាកល្បងនៅទីតាំងរបស់បងប្អូនផ្ទាល់បានបាទតោះពុកម៉ែបងប្អូនគ្នាផ្នែកខាងក្រោយមិញខាងបងប្អូនបានបង្ហាញគឺធំទូលាយមែនតើដែលដាក់សមាជិកគ្រួសារចំនួន3នាក់បានយ៉ាងធូរតែម្ដងបាទឥឡូវយើងចង់ដឹងថាផ្នែកខាងក្រោយនេះគឺនៅថ្មីកម្រិតណាបាទឥឡូវយើងក៏លេខមកមើលទាំងអស់គ្នាដោយខាងបងប្អូនបានបញ្ជាក់អញ្ចឹងបាទគឺស្គុតតែមនៅតាមដៃទ្វារគឺទាំង4តែម្ដងចំណែកឯកញ្ចក់នៅតាមទ្វារទាំង4ក៏ដូចជាផ្នែកខាងមុខផ្នែកខាងក្រោយ2ទៀតហ្នឹងក៏ original ដែរបាទគឺកញ្ចក់គឺនៅ original មួយជុំតែម្ដងហើយយើងអាចកលេចមើលផ្នែកខាងក្រោយនេះបានបាទគឺស្បែកពុកនៅតាមផ្នែកខាងក្រោយនេះទាំង3ខ្លែបតែម្ដងបាទស្បែកពុកទាំង3ខ្លែបនៅផ្នែកខាងក្រោយនេះអត់ទាន់មានរហែកសំបីតែមួយខ្លែបទេពុកម៉ែបងប្អូនគ្នាអាចកលេចមើលតាមវីដេអូដែលខាងបងប្អូនបានបង្ហាញនឹងបានបាទគឺនៅរក្សាភាពថ្មីខ្លាំងមែនតើហើយស្បែកពុកនេះគឺទម្លាក់មកពីខាងសហរដ្ឋអាមេរិកមកមិនគឺនៅអញ្ចឹងតែម្ដងខាងបងប្អូនគ្រាន់តែលាងសម្អាតធម្មតាទេបាទសម្រាប់កម្រាលជើង VIP វិញបាទគឺខាងបងប្អូនបានបំពាក់រួចជាស្រេចសម្រាប់ពុកម៉ែបងប្អូនគ្នាទាំងខាងមុខទាំងខាងក្រោយបាទគឺរួចជាស្រេចអស់ហើយសម្រាប់រថយន្តមួយគ្រឿងនេះគឺខាងបងប្អូនបានរៀបចំហើយអស់ហើយបាទគឺបានមួយចប់តែម្ដងដែលពុកម៉ែបងប្អូនគ្នាយកទៅប្រើប្រាស់ហ្នឹងគឺមិនសូវជាពិបាកនៅក្នុងការតុបតែងរៀបចំថែមអ្វីទៀតឡើយដែលពុកម៉ែបងប្អូនគ្នាអាចកលេចមើលបានបាទគឺស្អាតតែម្ដងទាំងសាច់ខ្ចៅទាំងសាច់ទឹកថ្នាំក៏ដូចជាភិនភាគនៃរថយន្តគឺបានមួយចប់ដែលស្របនឹងតម្រូវការពុកម៉ែបងប្អូនគ្នាយកទៅប្រើប្រាស់តែម្ដងបាទសម្រាប់ភិនភាគរថយន្តដែលនៅថ្មីបានកម្រិតហ្នឹងបាទគឺមិនងាយទេពុកម៉ែបងប្អូនគ្នាសម្រាប់សាច់ដែកក៏ដូចជាផ្នែកខាងក្នុងសម្រាប់រថយន្តខ្លះវិញគឺបានសាច់ដែកប៉ុន្តែផ្នែកខាងក្នុងគឺរាងស្ទើរក៏ប៉ុន្តែរថយន្តនេះគឺបានមួយចប់តែម្ដងពុកម៉ែបងប្អូនគ្នាអាចឃើញស្រាប់ហើយបាទទាំងផ្នែកខាងក្នុងសាច់តាមជញ្ជាំងស្បែកពុកអីគឺនៅថ្មីខ្លាំងមែនតើអត់តមានបាក់បែកខូចខាតអ្វីឡើយបាទចំណែកឯសាច់ទឹកថ្នាំវិញក៏នៅច្រើនទៀតបាទស្គុតនៅតាមតាគៀអីក៏នៅមួយជុំហើយលេខកូដកញ្ចក់ក៏នៅមួយជុំដែរបាទសូម្បីតែលេខកូដកញ្ចក់នៅខាងមុខហ្នឹងក៏នៅ original ដែរពុកម៉ែបងប្អូនគ្នាបាទគឺអត់តផ្លាស់ប្ដូរអ្វីឡើយចំណែកឯ speaker JBL បាទគឺបានបំពាក់នៅលើរថយន្តមួយគ្រឿងនេះដែលមានជាប្រភេទរថយន្ត option 3បាទប្រភេទរថយន្ត option 3នេះគឺមានបងប្អូនយើងច្រើនមែនតើដែលគាត់មករកប្រភេទរថយន្ត Proof option 3នេះដោយសារតែគាត់ចង់បានប្រភេទ option ដែលបំពាក់ទៅដោយ speaker JBL ហ្នឹងបាទពីព្រោះថា speaker JBL គឺសំឡេងពីរោះមែនតើបងប្អូនគ្នាអាចដឹងស្រាប់ហើយតោះពុកម៉ែបងប្អូនគ្នាផ្នែកខាងក្នុងមួយជុំតែម្ដងបាទគឺយើងបានបង្ហាញទៅកាន់ពុកម៉ែបងប្អូនគ្នាហើយគឺនៅថ្មីខ្លាំងមែនតើឥឡូវយើងចង់ដឹងថាផ្នែកខាងក្រោយនេះវិញបាទយើងចង់ដឹងថាផ្នែកខាងក្រោយនេះគឺនៅថ្មីកម្រិតណាបាទឥឡូវយើងក៏លេខមកមើលផ្នែកខាងក្រោយទាំងអស់គ្នានៅពេលដែលយើងបើកគូតខាងក្រោយនេះមកបាទគឺយើងត្រូវពិនិត្យទៅលើសាច់ដែកនៅតាមតាគៀតែម្ដងក៏ដូចជាសាច់ខ្ចៅនៅតាមដៃទ្វារផ្នែកខាងក្រោយនេះវិញបាទគឺអត់តមានច្រេះអត់តមានអីទេបាទដោយខាងបងប្អូនបានបញ្ជាក់អញ្ចឹងសម្រាប់រថយន្តដែលទម្លាក់មកពីរដ្ឋកាលីហ្វ័រញ៉ាគឺខាងបងប្អូនហ៊ានធានាទៅកាន់ពុកម៉ែបងប្អូនគ្នាតែម្ដងបាទគឺអត់ឲ្យខុសក៏ដូចជាខកបំណងទេសាច់ដែកគឺនៅថ្មីខ្លាំងមែនតើអត់មានច្រេះអត់មានពុកអីទេបាទឥឡូវយើងក៏លេខមកមើលផ្នែកគូតក្រោយនេះវិញបាទផ្នែកគូតក្រោយនេះគឺធំទូលាយមែនតើពុកម៉ែបងប្អូនគ្នាបាទចំណែកឯភិនភាគក៏ដូចជាស្បែកពុកនៅតាមជញ្ជាំងស្បែកពុកនៅតាមដំបូលវិញបាទគឺនៅរក្សាភាពថ្មីខ្លាំងមែនតើអត់តមានរហែកអត់តមានបាក់បែកសំបីតែបន្តិចទេពុកម៉ែបងប្អូនគ្នាបាទគឺថ្មីខ្លាំងមែនតើផ្នែកខាងក្រោយនេះចំណែកឯ space នៅផ្នែកខាងក្រោយនេះវិញបាទគឺដាក់អីវ៉ាន់បានច្រើនមែនតើគឺស្របទៅនឹងពុកម៉ែបងប្អូនគ្នាដែលយកទៅប្រើប្រាស់ជាលក្ខណៈគ្រួសារដែលមានសមាជិកគ្រួសារច្រើនណាបាទចំពោះរថយន្តមួយគ្រឿងនេះរីដូផ្នែកខាងក្រោយនេះគឺនៅជាប់ជាមួយរថយន្តតែម្ដងបងប្អូនគ្នាបាទផ្នែករីដូនេះគឺមិនងាយទេនៅពេលដែលទម្លាក់មកជួនកាល10គ្រឿងអី5គ្រឿងអីគឺបាត់រីដូនឹងអស់ហើយបាទគឺបាក់បែកអស់ហើយចំពោះរថយន្តមួយគ្រឿងនេះគឺនៅបំពាក់ជាមួយរីដូមកបាទតោះបងប្អូនទាំងគ្នាសម្រាប់រថយន្តមួយគ្រឿងនេះទាំងផ្នែកប្លុកម៉ាស៊ីនក៏ដូចជាផ្នែកទឹកថ្នាំមួយជុំ
ហើយរួមទាំងផ្នែកខាងក្នុងក៏ដូចជាផ្នែកខាងក្រោយគឺខាងប្អូនបានបង្ហាញទៅកាន់ពុកម៉ែបងប្អូនទាំងគ្នាអស់ហើយបាទគឺបង្ហាញដោយលម្អិតមែនតើអញ្ចឹងលក្ខណៈសម្បត្តិនៃរថយន្តមួយគ្រឿងនេះគឺជាប្រភេទរថយន្តដែលកម្រនឹងកាត់បានមែនតើបាទចំពោះរថយន្តនេះគឺមានភាពពិសេសមែនតើបាទសម្រាប់បងប្អូនយើងដែលគាត់កំពុងតែស្វែងរករថយន្តប្រភេទ Toyota Prius ស៊េរីឆ្នាំ2011មួយនេះបាទគឺសមស្របមែនតើតាំងតម្លៃសមរម្យក្រោមទីផ្សារហើយទទួលបានរថយន្តមួយដែលនៅភិនភាគស្អាតទៀតបាទទាំងអត់បុកអត់ប៉ះអត់មានកាត់តហើយអត់មានស្ងោបដូរពណ៌អ្វីឡើយបាទគឺខាងយើងមានការធ្វើសម្បត្តិស្នាមធានាអីត្រឹមត្រូវទៅកាន់ពុកម៉ែបងប្អូនគ្នាឲ្យយកទៅប្រើប្រាស់គឺយកទៅប្រើប្រាស់ទាំងទំនុកចិត្តតែម្ដងបាទអញ្ចឹងសម្រាប់បងប្អូនយើងដែលគាត់មានចំណាប់អារម្មណ៍មកកាន់រថយន្ត Toyota Prius ស៊េរីឆ្នាំ2011 option 3មួយគ្រឿងនេះបាទគឺថ្មីខ្លាំងមែនទែនដែលពុកម៉ែបងប្អូនគ្នាអាចធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទទាំង3ខ្សែដែលខាងប្អូនដាក់នៅខាងលើហ្នឹងបាទបងប្អូនគ្នាអាចទំនាក់ទំនងមកបានហើយចំណែកឯបងប្អូនគ្នាដែលមានចម្ងល់អ្វីបន្ថែមចង់សាកសួរបងប្អូនគ្នាអាចធ្វើការ inbox មកកាន់ Facebook page ដែលខាងប្អូនបង្ហោះវីដេអូនេះផ្ទាល់តែម្ដងបាទចំណុចពិសេសមួយទៀតនោះសម្រាប់បងប្អូនយើងដែលគាត់ចង់វាយដូរស៊េរីបាទខាងយើងក៏មានទទួលវាយដូររថយន្តដែរបាទសម្រាប់ពុកម៉ែបងប្អូនយើងដែលគាត់មានបំណងចង់វាយដូរស៊េរីអីពុកម៉ែបងប្អូនគ្នាអាចធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទផ្ទាល់ក៏ដូចជា inbox មកកាន់ Facebook page ដើម្បីពិភាក្សាគ្នាបាទហើយសម្រាប់បងប្អូនយើងដែលគាត់មានបំណងចង់បង់រំលោះបាទខាងយើងក៏មានសេវាកម្មបង់រំលោះដែរណាពុកម៉ែបងប្អូនគ្នាបាទដោយពុកម៉ែបងប្អូនគ្នាអាចពិភាក្សាជាមួយនឹងដៃគូភ្នាក់ងារសម្រាប់ការបង់រំលោះយើងដោយចូលរួមមុនត្រឹមតែ 5% តែប៉ុណ្ណោះបងប្អូនគ្នាអាចអូសរថយន្តនេះទៅប្រើប្រាស់បានតែម្ដងបាទអញ្ចឹងអរគុណមែនតើសម្រាប់បងប្អូនទាំងអស់គ្នាដែលតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់បាទជួបគ្នានៅវីដេអូក្រោយៗទៀត